នេះគឺជាលើកទី1នៅក្នុងជីវិតហើយដែលនាងខ្ញុំជួបរឿងនឹកស្មានអត់ដល់ហើយក៏ឈឺចាប់បំផុតដែរចាថ្ងៃដែលនាងខ្ញុំទៅពិនិត្យសុខភាពកូនរបស់នាងខ្ញុំណាចាទៅតាមដានសុខភាពកូនបែរទៅជាថ្ងៃដែលត្រូវសម្រាលកូនទៅវិញនាងខ្ញុំសម្រាលកូននៅអាយុ37សប្តាហ៍គត់ចានាងខ្ញុំមានកម្រងសម្រាលកូននៅ39សប្តាហ៍បងប្អូនប៉ុន្តែដោយសារតែបញ្ហាសុខភាពអញ្ចឹងគ្រូពេទ្យគាត់ប្រាប់ថាអត់អាចទុកបានអញ្ចឹងណាបងប្អូនព្រោះអីក្បាលកូនពវល់ចុះក្រោមហើយគៀកនឹងធ្នេចាស់ដែលនាងខ្ញុំធ្លាប់សម្រាលពីមុនមកអញ្ចឹងអត់អាចទុកយូរបានអញ្ចឹងក៏សម្រេចចិត្តវះកាត់ភ្លាមអញ្ចឹងទៅហើយពេលនឹងដែរនាងខ្ញុំអត់មានអារម្មណ៍ថាភ័យខ្លាចអីទេព្រោះនាងខ្ញុំបានកម្លាំងចិត្តពីប្តីពីកូនហើយនឹងពីបងប្អូនរបស់នាងខ្ញុំដែលទៅឲ្យកម្លាំងចិត្តពេលហ្នឹងណាហើយអារម្មណ៍របស់នាងខ្ញុំគឺដកជាប់ជាមួយនឹងកូនប្រុសរបស់នាងខ្ញុំចាស់ស្ទីនព្រោះនាងខ្ញុំចង់ឃើញមុខកូននោះតែងខ្លាំងមែនតែនហើយពេលដែលនាងខ្ញុំកំពុងទៅសម្រាហ្នឹងណានាងខ្ញុំរៀងទន់ភ្នែកដែរប៉ុន្តែតាជាខ្ញុំគឺចាំស្ដាប់សំឡេងពេលដែលគ្រាន់តែឮសំឡេងកូនយំក្នុងអារម្មណ៍របស់នាងខ្ញុំគឺរំភើបខ្លាំងមែនតែនព្រោះអីតែងតែឮគេនិយាយថាឲ្យតែសម្រាហើយឮកូនយំគឺសុវត្ថិភាពហើយអញ្ចឹងណាហើយពេលហ្នឹងអារម្មណ៍គឺរំភើបខ្លាំងមែនតែនពេលដែលបានឮសំឡេងកូនយំគឺគិតថាឲ្យតែកូនកើតមកយំអញ្ចឹងគឺសុខសប្បាយហើយអត់មានអីកើតឡើងទេតែក្រោយដល់ពេលសម្រាហើយនាងខ្ញុំសួររកកូនចាសួរប្តីខ្ញុំអញ្ចឹងណាថាកូនទៅណាអញ្ចឹងហើយប្តីខ្ញុំប្រាប់ថាគេយកទៅបន្ទប់តាមដានរយៈពេល3ម៉ោងចារយៈពេល3ម៉ោងហើយគាត់អត់ទាន់ប្រាប់ថាមានបញ្ហាអីទេក្រោយមកទៀតខាងគ្រូពេទ្យគាត់ប្រាប់ថាកូនប្រុសរបស់នាងខ្ញុំនឹងមានបញ្ហារលាកសួតចាហើយសួតហ្នឹងគឺរលាកសងខាងទៀតអញ្ចឹងគឺត្រូវប្រើអុកស៊ីសែនជំនួយណាចាអុកស៊ីសែនដំបូងហ្នឹងគឺគាត់ប្រើអាទូចទេចាប៉ុន្តែប្រើអាទូចហ្នឹងទៅគឺអត់គ្រប់គ្រាន់ជាមួយនឹងការដកដង្ហើមរបស់គាត់ព្រោះភាពហត់របស់គាត់គឺកាន់តែខ្លាំងទៅអញ្ចឹងណាអញ្ចឹងពេទ្យក៏គាត់បន្ថែមអុកស៊ីសែនប្រភេទមួយទៀតដែលធំជាងអាមុនអញ្ចឹងណាដោយសារតែការដកដង្ហើមរបស់គាត់គឺហត់ខ្លាំងចាអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃសុខភាពរបស់គាត់អត់មានធូរស្បើយអីអញ្ចឹងណាចាអញ្ចឹងហើយក៏ខាងមន្ទីរពេទ្យអខិតកោះពេជ្រហ្នឹងក៏គាត់សម្រេចចិត្តចាជួបពិសាជាមួយនាងខ្ញុំអីហើយក៏សម្រេចចិត្តបញ្ជូនកូនប្រុសរបស់នាងខ្ញុំហ្នឹងទៅមន្ទីរពេទ្យកុមារជាតិចាដើម្បីព្យាបាលបន្តអញ្ចឹងណាគ្រាន់តែឮគ្រូពេទ្យប្រាប់ថាបញ្ជូនកូនខ្ញុំទៅខាងមន្ទីរពេទ្យកុមារជាតិនឹងបេះដូងរបស់នាងខ្ញុំបងប្អូនហើយគឺថាធ្លាក់ដល់ដីហ្មងចាព្រោះអីខ្ញុំអត់ដឹងបងប្អូនព្រោះស្ថានភាពធម្មតាទៅបញ្ជូននឹងគឺធ្ងន់ហើយអញ្ចឹងអារម្មណ៍របស់នាងខ្ញុំពេលហ្នឹងគឺឈឺចាប់គឺយំរហូតបងប្អូនហើយក្រោយមកទៀតពេលដែលនាងខ្ញុំចេញពីពេទ្យមកដល់បន្ទប់គេងរបស់នាងខ្ញុំចានេះគឺនាងខ្ញុំមកដល់ផ្ទះហើយបងប្អូនចាពេលហ្នឹងគឺនាងខ្ញុំយំខ្លាំងមែនតើព្រោះធ្លាប់សង្ឃឹមថាពេលដែលកូនកើតហើយគឺត្រូវយកមកដល់ផ្ទះអញ្ចឹងដល់ពេលអញ្ចឹងនាងខ្ញុំមកដល់ផ្ទះអត់មានកូនហើយពេលហ្នឹងឃើញតែរទេះកលេចឃើញតែរទេះសម្រាប់ដាក់ទុកឲ្យកូនប្រុសរបស់នាងខ្ញុំគឺនាងខ្ញុំយំរហូតចានាងខ្ញុំយំរយៈពេលជាង10ថ្ងៃបងប្អូនចាឲ្យបន់ស្រន់អស់ឲ្យបងប្អូនហើយកូននឹងបានសុខសប្បាយព្រោះបេះដូងជាម្ដាយសុខចិត្តឲ្យជំងឺទាំងឡាយទាំងពួងធ្លាក់មកលើម្ដាយមកមិនឲ្យធ្លាក់ទៅលើកូនទេអ្នកដែលធ្លាប់ធ្វើជាម្ដាយទើបគាត់យល់ច្បាស់ថាអារម្មណ៍ជាម្ដាយគឺពេលដែលឃើញកូនឈឺហ្នឹងគឺឈឺចាប់ណាស់ហើយឈឺចាប់បំផុតអ្នកដែលគាត់ធ្លាប់មានបញ្ហាដូចនាងខ្ញុំអញ្ចឹងពេលដែលសម្រាលកូនហើយអត់បានជួបកូននឹងគឺឈឺណាស់អ្នកដែលធ្លាប់ជួបទើបយល់ហើយពេលនេះបងស្រីខ្ញុំហើយនឹងប្តីខ្ញុំនឹងគាត់យកកូនមកសប្រៃពេលហ្នឹងនាងខ្ញុំអត់ដឹងទេចាហើយនាងខ្ញុំនៅតែក្នុងបន្ទប់ដូចឃើញអញ្ចឹងបងប្អូន